សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលទស្សនា Channel YouTube នឿន LK ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំទៅនេពីការងារបាទថ្ងៃនេះជាថ្ងៃសៅរ៍ផងសម្រាប់ពីការងារដែរបានមកថតបាទទាកប៉ាសកម្មភាពរបស់ទាកប៉ាតែខ្ញុំបាទចំហ្នឹងចែកជូនទៅក្នុងតាមកុំ YouTube ដើម្បីបងប្អូនទាំងអស់គ្នាបានយល់ជ្រាបទាំងអស់គ្នាថាវិធីឬក៏ការចិញ្ចឹមទាកប៉ាដែលឲ្យឆាប់ធំហ្នឹងវាមិនខ្លះបាទនេះគឺជាកប៉ា King បាទអាយុ1 ខែ 5-10 ថ្ងៃបាទធំបងប្អូននេះបើអានេះនេះហើយចាឈ្មោលណាជាមើលដឹងខ្លះហើយព្រោះអីទានេះបងប្អូនវាធំយឺតមិនមែនធំចង់មានន័យថាវាដុះស្លាបជឺតបងប្អូនប៉ុន្តែមៀតវាធំហើយដុះស្លាបមើលនោះតែមួយលោះស្លាបហ្នឹងអត់តដុះស្លាបទេបងប្អូនតែពាក់អាវកាក់តិចទេហើយចូល2 គីឡូលើហើយបងប្អូនហើយអត់តដឹងស្លាបនៅឯណាអត់តមានរោមចិត្តទេបងប្អូនហើយបាទនៅតងោលហ្នឹងគូតវាខ្លួនធំបាទវែងបាទទានេះអត់មានខ្លួនកតល់អីដូចទាស្រុករបស់យើងទេខ្លួនធំហើយវែងបាទហើយបើវាដុះស្លាបចិត្តអានឹងมันល្អមើលប៉ុន្តែបើអត់តដុះស្លាបចិត្តអញ្ចឹងវានៅតងោលហើយដូចរបៀបថាមន់យើងពូជគ្រោងណាបាទដូចគ្នាអញ្ចឹងបងប្អូនទានេះបាទ1 ខែ 15 ថ្ងៃទេប៉ុន្តែមៀតវិញអស់និយាយឲ្យបងប្អូនអើយធំណាស់បាទសិតតែបើឈ្មោលចូល2 គីឡូហើយបាទប៉ុន្តែបើមេតែ1 គីឡូជាងអីទេបាទខ្លះនោះក៏វាអាចនឹង1 គីឡូអីចឹងដែរវាមានតាមប្រភេទរបស់វាអញ្ចឹងបងប្អូនខ្លះវាស៊ីខ្លាំងទៅវាក៏ធំលឿនខ្លះទៅវាទូចវារកអត់ឈ្នះគេទៅក៏វានៅរៀងក្រេះជាងគេអញ្ចឹងទៅបាទតាមពិតទៅមានធំមានទូចនេះមិនមែនថាយើងដាក់មុនដាក់ក្រោយទេបងប្អូនយើងដាក់ដំណើរគ្នាដែរប៉ុន្តែគាត់ថាវាជឿថាវាស៊ីអត់តាន់គ្នាអញ្ចឹងបងប្អូនអញ្ចឹងហើយបណ្ដាលឲ្យវាក្រិនអីខ្លះអីចឹងទៅខ្លះទៀតក៏វាញាប់ដៃញាប់ជើងញាប់មាត់ហ្នឹងទៅក៏វាធំលឿនអញ្ចឹងបងប្អូនណាបាទហើយទានេះបងប្អូនកុំដាក់ទឹកឲ្យវាលេងច្រើនបាទទោះបីតែថ្ងៃក្តៅអាមិនក្តៅបងប្អូនយើងដាក់តែមួយផឹកនឹងបានហើយបើសិនបើវាលេងច្រើនខ្ញុំតាមដានមួយរយៈនេះវាលេងច្រើនវារៀងអន់ណាបងប្អូនវារៀងអន់ឬស្ញោអីចឹងណាវាល្ងាបាទវាចាញ់អាកាសធាតុត្រជាក់អញ្ចឹងហើយបណ្ដាលឲ្យវារៀងស្ញោអញ្ចឹងយើងដាក់ទឹកឲ្យវាផឹកតែប៉ុណ្ណោះហើយបានហើយនោះបាទមួយធុងហ្នឹងបាទហើយយើងតាមដានវាទៅបើសិនបើអស់យើងថែមបើមិនអស់ទេយើងក៏ឲ្យវាផឹកបន្តទៀតចឹងទៅហ្នឹងហើយការចិញ្ចឹមទានេះស្រួលណាបងប្អូនខ្ញុំធ្វើការផងឆ្លៀតចិញ្ចឹមផងពេលព្រឹកខ្ញុំងើបបាទមុននឹងយើងទៅចេញទៅធ្វើការហ្នឹងងើបម៉ោង6 ជាង 5 ជាង 6ហ្នឹងរៀបចំបាទការងារនេះបន្តិចការងារនោះបន្តិចហើយក៏ចុងក្រោយនេះគឺដាក់ចំណីឲ្យទាអីស្រេចបាច់ចឹងហើយទៅបាទហើយយើងអាចចេញទៅធ្វើការបានណាហើយពេលថ្ងៃយើងលាយបន្តិចចឹងមកទុកឲ្យកូនគាត់ដាក់ឲ្យចឹងទៅបាទយើងវល់ចំនួនប្រមាណហ្នឹងទុកឲ្យគាត់រួចជាស្រេចគាត់មកគាត់ដាក់ទឹកទៅលាយចាក់ឲ្យវាស៊ីតែម្ដងបាទហើយពេលល្ងាចយើងចេញទៅធ្វើការមកយើងអាចដាក់មួយបានវិញទៀតបាទអញ្ចឹងបាទហើយយើងមិនពិបាកអីមើលថែវាបាញ់ទឹកអីដូចជ្រូកដូចអីទេបងប្អូនទានេះគឺស្រួលមែនតើបាទនេះហើយកន្លែងវាដេកនេះគឺយើងក្រាងកាមអញ្ចឹងទៅដើម្បីអីនោះកន្លែងវាស៊ីបាទដល់ពេលវាស៊ីសើមអញ្ចឹងទៅវាឡើងមកនេះដើម្បីឲ្យលាស់ស្លាបអញ្ចឹងហើយយើងដាក់កាមដើម្បីឲ្យវាស្ងួតណាបងប្អូនបាទបើអញ្ចឹងទេពេចបាច់ធំអាចវាពេញហ្នឹងឡើយបើទាកប៉ា